សូមជម្រាបសួរបងប្អូនទាំងគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការ remove background ចេញពីរូបភាពមិនថារូបភាពអ្វីទេហើយយើងអាចធ្វើការ remove នៃ background ចេញបានហើយដោយឡែកខ្ញុំមានរូបភាពមួយហើយរូបភាពហ្នឹងគឺមានផ្ទៃ background ខាងក្រោយហ្នឹងផ្ទៃពណ៌សចឹងសម្រាប់បងប្អូនដែលមានរូបភាពចង់ remove background មិនថា background ហ្នឹងខាងក្រោយហ្នឹងពណ៌អ្វីទេគឺយើងអាចធ្វើការ remove បានដូចគ្នាចឹងតើតើនឹងការ remove background ចេញពីរូបភាពហ្នឹងជំហានដំបូងបងប្អូនត្រូវចូលមកកាន់ website មួយហ្នឹង website ហ្នឹងវាមានអាសយដ្ឋាននេះចឹងបងប្អូនត្រូវចូលមកកាន់អាសយដ្ឋានរបស់ website មួយហ្នឹងអញ្ចឹងសម្រាប់ link នេះពួកយើងនឹងដាក់ជូនបងប្អូននៅលើនេះវីដេអូហ្នឹងអញ្ចឹងយើងគ្រាន់តែ copy អាសយដ្ឋាននេះមកហើយបងប្អូនចូលបើក web browser មួយណាក៏បានដែលឲ្យតែបងប្អូនពេញនិយមការប្រើប្រាស់អញ្ចឹងយើងបើក web browser មួយមកយើងផាស link នឹងចូល Ctrl V លើ keyboard ហើយបន្ទាប់មកយើង enter ហើយបន្ទាប់មកយើងនឹងចូលមកដល់ website មួយហ្នឹង website ហ្នឹងឈ្មោះថា Photo Room អញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់បងប្អូនអាច sign in ចូលសិនក៏បានដែរបងប្អូនមាន email ទៅបងប្អូនចុចលើពាក្យ sign in នេះទៅដើម្បី sign in account បង្កើត account ណាអញ្ចឹងបើសិនជាបងប្អូនអត់ចង់ sign in ក៏អាចប្រើបានដែរអញ្ចឹងដើម្បី remove background បាននេះបងប្អូនមើលក្រោមនេះកន្លែង start from photo នេះអញ្ចឹងបងប្អូនចុចនៅលើនឹងមកហើយយើងទៅរករូបភាពមួយណាដែលយើងចង់ធ្វើការ remove background ចេញអញ្ចឹងយើងគ្រាន់តែ select នៅលើរូបនឹងហើយយើងចុច open មកហើយនៅពេលនោះវាធ្វើការ remove background ឲ្យអញ្ចឹងបងប្អូនត្រូវធ្វើការរងចាំអាហ្នឹងវាលឿនឬយឺតក៏វាអាស្រ័យទៅលើនៃ Wi-Fi ឬក៏អ៊ីនធឺណិតដែលនៅទីតាំងរបស់បងប្អូនអរគ្នានៅពេលដែលដំណើរការចប់ហើយលទ្ធផលគឺយើងទទួលបានបែបនេះអញ្ចឹងសម្រាប់ background ផ្ទៃពណ៌សក្រោយគឺលែងជាប់ទៀតហើយអញ្ចឹងយើងអាចយករូបភាពហ្នឹងទៅប្រើការបានហើយសម្រាប់នៅលើ website ហ្នឹងក៏យើងអាចធ្វើការកែឬក៏ edit បន្ថែមទៀតបានផងដែរហើយសម្រាប់បងប្អូនដែលចង់កែ edit បន្ថែមចាក់ពណ៌ចាក់ color អីហ្នឹងអាហ្នឹងយើងអាចធ្វើការថែមថយបន្ថែមទៀតបានណាអញ្ចឹងបងប្អូនអាចមើលជ្រុងខាងលើនេះជ្រុងខាងលើនេះគឺមាន color សម្រាប់ឲ្យយើងធ្វើការចាក់ហើយជ្រើសរើសពណ៌ទៅតាមតម្រូវការដែលយើងចង់បានហើយដើម្បី edit បានបងប្អូនមើលខាងក្រោមហ្នឹងប៊ូតុង edit បងប្អូនចុចលើប៊ូតុង edit ទៅអញ្ចឹងយើងអាចធ្វើការកែសម្រួលរូបភាពបានបន្ទាប់មកយើងក៏ចុច download ទៅហើយនៅក្នុង download ហ្នឹងវាមានពីរជម្រើសទៀតណាវាមាន standard resolution ហើយនិង high resolution បើ standard resolution ហ្នឹងយើងមិនចាំបាច់បង់លុយទេហើយបើបងប្អូនចង់បានកម្រិតរូបភាពមួយដែលច្បាស់ខ្លាំងអាហ្នឹងយើងរើសយក high resolution ទៅប៉ុន្តែយើងត្រូវបង់ប្រាក់ទៅឲ្យខាង website ព្រោះវាជាប្រភេទ Pro ហើយបងប្អូន download បងប្អូនក៏ចុចយកជម្រើសមួយណាដែលបងប្អូនចង់បានទៅពេលនោះណាវាធ្វើការ download រូបភាពហ្នឹងឲ្យហើយបងប្អូនអាចចូលទៅបើរករូបភាពហ្នឹងនៅកន្លែង folder download ទៅពេលនោះបងប្អូនឃើញរូបភាពអញ្ចឹងយើងបើរូបភាពហ្នឹងមកអញ្ចឹងតកតងនឹងលទ្ធផលគឺយើងទទួលបានប៉ុណ្ណឹងអញ្ចឹងតកតងនឹងកម្រិតច្បាស់គឺគិតថាអាចទទួលយកបានអញ្ចឹងបងប្អូនអាចទេសសាកល្បងមើលដោយខ្លួនឯងជាក់ស្ដែងសម្រាប់